បាទសូមគោរពនៅជ្រាបសួរពុកម៉ែបងប្អូនខ្មែរជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាពីមូលនិធិ$1ដើម្បីក្តីសង្ឃឹមរបស់អ្នកខូចកលៀនបាទថ្ងៃនេះគឺខ្ញុំមានថវិកាចំនួន250000រៀលបាទពីមូលនិធិ$1ដើម្បីក្តីសង្ឃឹមរបស់អ្នកខូចកលៀនយកមកជូនបងស្រីដែលជាជនរងគ្រោះធ្លាក់នៅក្នុងវិបត្តិខូចកលៀនម្នាក់ដែរបាទហើយរាល់ថ្ងៃនេះគឺខ្ញុំកំពុងតែព្យាយាមតំណែងជាមួយនឹងបងប្អូនខ្មែរយើងដែលគាត់ជាអ្នកខូចកលៀនកីក៏លំបាកបាទដែលគាត់តល់លំបាកដែលគាត់កំពុងតែរងទុក្ខវេទនាពីការខូចកលៀនផងហើយខ្វះខាតថវិកាដើម្បីការហូបចុកហើយនឹងការធ្វើដំណើរផ្សេងៗអញ្ចឹងគឺខ្ញុំកំពុងតែព្យាយាមតំណែងឲ្យបងស្រីក៏ជាម្នាក់ដែលខ្ញុំបានតំណែងដែរហើយថ្ងៃនេះក្រោយពីការលេងឈាមហើយក៏បានណាត់ជួបបងស្រីដើម្បីយកថវិកាមូលនិធិយកមកជូនហើយសូមបញ្ជាក់បងប្អូនគ្នាថាខ្ញុំនឹងព្យាយាមតំណែងអ្នកជំងឺលាងឈាមដែលគាត់លំបាកពីម្នាក់ទៅម្នាក់ហើយខ្ញុំនឹងបង្កើតជាក្រុមអ្នកជំងឺមួយដើម្បីផ្សព្វផ្សាយបងប្អូននេះបានឃើញហើយអនាគតទៅខ្ញុំនឹងមានការផ្សព្វផ្សាយពីបទពិសោធន៍ដែលពួកគាត់បានឆ្លងកាត់ទុក្ខលំបាករឿងផ្សេងៗដែលគាត់ជួបនៅក្នុងជីវិតរបស់គាត់រាល់ថ្ងៃក្នុងនាមជាអ្នកដែលខូចកលៀនលាងឈាមនេះឲ្យបងប្អូនខ្មែរយើងឲ្យបានឃើញបានទស្សនាបានដឹងបានយល់ពីសុខទុក្ខរបស់ពួកគាត់ហើយជាពិសេសគឺជាការចែករំលែកដ៏ល្អសម្រាប់ដល់យុវជនខ្មែរយើងដែលកំពុងតែលើកលើជាមួយនឹងការផឹកគ្រឿងសង្វឹងបរិភោគគ្រឿងកំប៉ុងបាទប្រើប្រាស់អាហារផ្សេងៗឆ្នាំដែលប៉ះពាល់ដល់កលៀនណាហើយពួកគាត់បានដឹងហើយឲ្យពួកគាត់មានការប្រយ័ត្នប្រយែងបាទដើម្បីជៀសផុតពីវិបត្តិនៃការខូចកលៀនការដែលខ្ញុំបង្កើតមន្ទីរឡើងការជួយសង្គ្រោះជីវិតវាជារឿងសំខាន់ប៉ុន្តែរឿងដែលសំខាន់បំផុតគឺការផ្សព្វផ្សាយដើម្បីទប់ស្កាត់បង្ការទៅដល់យុវជនខ្មែរដែលកំពុងតែភ្លើនជាមួយនឹងការផឹកគ្រឿងសង្វឹងផឹកគ្រឿងកំប៉ុងនិងធ្វើរឿងផ្សេងៗទៀតដែលកំពុងតែសម្លាប់ខ្លួនឯងអញ្ចឹងហើយគោលដៅចម្បងទី1គឺជួយមនុស្សដែលគាត់ធ្លាក់ខ្លួនហើយឲ្យគាត់មានជីវិតរស់ទី2គឺស្រោចស្រង់មនុស្សដែលមិនទាន់ខូចឲ្យគាត់តិចផុតពីការខូចអញ្ចឹងយើងចូលរួមក្នុងសង្គមដើម្បីកាត់បន្ថយអត្រានៃការខូចកលៀនក្នុងសង្គមយើងបានច្រើនបាទនេះជាសកម្មភាពមួយដែលខ្ញុំព្យាយាមដើម្បីជួយជីវិតមនុស្សដែលគាត់ធ្លាក់ខ្លួនផងដើម្បីបានជាបុណ្យកុសលបាទជួយជីវិតមនុស្សគឺបានបុណ្យខ្លាំងណាស់ទី2គឺជួយមនុស្សដោយប្រយោលពួកគាត់មិនបានយើងមិនបានតែជួយលុយជួយថវិកាទេប៉ុន្តែយើងបានជួយផ្សព្វផ្សាយនៅចំណេះដឹងបញ្ហាវិបត្តិដែលវាកើតឡើងក្នុងសង្គមរបស់យើងដើម្បីបង្ការឲ្យពួកគាត់បានយល់ដឹងទៅគាត់បង្ការគាត់កាត់បន្ថយការហូបគ្រឿងសង្វឹងគ្រឿងកំប៉ុងទៅក៏វិបត្តិនៃការខូចកលៀននៅក្នុងសង្គមរបស់យើងអត្រានៃការខូចកលៀនវាកាន់តែធ្លាក់ចុះខ្សោយទៅអញ្ចឹងហើយនេះជាហេតុផលមួយដែលខ្ញុំបង្កើតមូលនិធិនេះឡើងហើយថ្ងៃនេះក៏មាន250000ដើម្បីយកមកជូនបងស្រីដើម្បីឲ្យបងស្រីបានធ្វើដំណើរការហូបចុកហើយនឹងពេលទោះបីថាវាមិនច្រើនប៉ុន្តែខ្ញុំជឿជាក់ថាវាក៏អាចជួយបន្ធូរបានដែរហើយយើងនឹងមានជាបន្តទៀតឧទាហរណ៍ថាយើងទៅមុខទៀតខ្វះខាតទៀតគឺខ្ញុំនឹងព្យាយាមជួយជាបន្តដើម្បីឲ្យបងស្រីបានដោះបញ្ហាឧទាហរណ៍ថាខ្វះខាតការហូបចុកខ្វះខាតអាហារតទៀតយើងនឹងមានជាបន្តទៅមិនមែនជួបម្ដងនឹងហើយគឺលើយទេគឺអ្វីដែលខ្ញុំធ្វើគឺខ្ញុំកំពុងតែពង្រីកខ្លួនឲ្យមូលនិធិនេះក្លាយជាមូលនិធិមួយស្នូលសម្រាប់គុតគង់ជួយបន្ធូរដល់អ្នកខូចកលៀនឲ្យមានឱកាសដើម្បីរស់បន្តហើយខ្ញុំក៏មានសន្យាថាខ្ញុំនឹងអាចជួយដល់ព្យាបាលជាគ្រប់គ្នាដែរប៉ុន្តែខ្ញុំនឹងខំប្រឹងថាបើសិនជាខ្ញុំអាចធ្វើបានជួយបានប្រមាណអ្នកគឺខ្ញុំនឹងធ្វើប៉ុណ្ណឹងបាទដោយបេះដូងដោយទឹកចិត្តគ្មានការលំអៀងគឺចង់ជួយជីវិតមនុស្សចឹងបងប្អូនគ្នាដើម្បីឲ្យបានរស់ជាខ្មែរដូចគ្នាណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានថវិកា250000រៀលនេះគឺជាថវិកាមូលនិធិអញ្ចឹងសម្រាប់ជួយបងស្រីខុបចុកហើយនឹងការធ្វើដំណើរណាបងបាទនេះបងសូមទទួល250000រៀលអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមអរគុណទៅដល់បងប្អូនខ្មែរយើងដែលជាសប្បុរសជនទាំងអស់ដែលបានបរិច្ចាគយកចូលក្នុងមូលនិធិ$1ដើម្បីក្តីសង្ឃឹមរបស់អ្នកខូចកលៀនបងប្អូនក៏ប៉ុន្តែ$1ប៉ុណ្នេះវាមិនច្រើនទេប៉ុន្តែវាអាចផ្ដល់ក្តីសង្ឃឹមឲ្យពួកបងគាត់មានឱកាសបានទី1ទោះបីតែមិនបានព្យាបាលប៉ុន្តែមានឱកាសបានបន្តជីវិតបាទការហូបចុកធ្វើដំណើរមែនទេបងចាហ្មងបាទអញ្ចឹងគឺដូចបងទៅដល់ពីខេត្តកំពង់ចាមអញ្ចឹងការធ្វើដំណើរមកហូបចុកផ្សេងៗគឺខ្វះខាតហើយជីវិតមកតែឯងទៀតហើយមនុស្សស្រីទៀតមានបញ្ហាអីក៏ពិបាកដែរអញ្ចឹងណាវាខ្លះចូលសង្គ្រោះមិនតាន់ពេលអញ្ចឹងទៅអញ្ចឹង$1ប៉ុណ្នេះគឺបានជួយសម្រាលគាត់ខ្លាំងមែនទែនហើយនេះថវិកា250000រៀលនេះខ្ញុំបានយកមកជូនគាត់ដើម្បីជាផ្នែកមួយនៃការជួយហើយខ្ញុំនឹងព្យាយាមទៅមុខទៀតជួបបងប្អូនខ្មែរយើងអ្នកខូចកលៀនជាច្រើនទៀតដើម្បីឲ្យពួកគាត់មានក្តីសង្ឃឹមបន្តជីវិតដើម្បីរស់បងប្អូនទោះបីតែជំងឺអីក៏ដោយគាត់មានសារភាពអីដែរយើងគាត់ក៏ជាមនុស្សដូចយើងគាត់ក៏ជាជនរួមជាតិយើងគាត់ក៏ត្រូវការរស់គាត់បើមិនត្រូវការរស់មិនចង់រស់ទេមិនមែនតស៊ូមកប៉ុណ្ណឹងទេបាទអញ្ចឹងគឺ
អរគុណបងប្អូនទាំងនេះដែលជាសប្បុរសជនដែលបានបរិច្ចាគចូលក្នុងមូលនិធិគោល1ដុល្លារដើម្បីឲ្យខ្ញុំអ្នកភុយកលៀនដើម្បីជួយអ្នកភុយកលៀនឲ្យគាត់សម្រាលទុកហើយយើងនឹងចូលរួមគ្នាជាបន្តទៀតដើម្បីឈ្មោះបង្កើតហិរញ្ញវត្ថុជួយបញ្ជូនអ្នកភុយកលៀនឲ្យគាត់មានឱកាសបានព្យាបាលមានឱកាសទទួលបានជីវិតថ្មីអរគុណបាទ